ហើយនេះគេហៅថា sunbed ដែលយើងអាចគេងនៅនឹងបានភាគច្រើនខ្ញុំឃើញជនជាតិគេមកគេងនៅនឹងគឺគាត់ចូលចិត្តគេងហាថ្ងៃប្រគាត់ហែទឹកហើយបើស្រាប់ខ្មែរយើងវិញគឺខ្លាចខ្មៅតែក៏មានបងខ្លះដែរចូលចិត្តស្បែកជាលក្ខណៈស្អែមដែរជម្រាបសួរលោកតាលោកយាយអំពូមីងហើយនិងបងទាំងអស់គ្នាជម្រាបសួរមកកាន់ V Plus Hotel ម្ដងទៀតដែលកាលពីប្រហែលខែមុនយើងបានជួបគ្នាម្ដងហើយដែលនិយាយអំពីបន្ទប់ដែលមានការបញ្ចុះតម្លៃ 50% ហើយឥឡូវហ្នឹងពួកខ្ញុំក៏មានប្រូម៉ូសិនពិសេសសម្រាប់ជូនដល់បងអំពូមីងទាំងអស់គ្នាឬក៏លោកតាលោកយាយដែលមានគម្រោងចង់មកលេងបុណ្យ Halloween ឬក៏បុណ្យអុំទូកមកនៅសៀមរាបនៅក្នុងខែនេះឬក៏ខែក្រោយដែលថាមានគម្រោងមកជាលក្ខណៈគ្រួសារឬក៏មកជាលក្ខណៈគូស្នេហ៍ឬក៏មិត្តភ័ក្តិអីអាចមកស្នាក់នៅទីនោះបានហើយខ្ញុំមានប្រូម៉ូសិនពិសេសខ្លាំងមែនតើសម្រាប់ទាំងក្រេ1ទាំងក្រេ2ហើយនឹងជាប្រភេទក្រេដុំដែលជាប្រភេទក្រេមាន6អាចគេងគ្នា6នាក់បានហើយសម្រាប់ប្រូម៉ូសិនឥឡូវហ្នឹងគឺខ្ញុំសុំលាក់បន្តិចសិនហើយបងអាចទាញបន្តិចបាននិយាយទៅឲ្យតែពេលពួកខ្ញុំមកឡាយគឺមានដំណឹងល្អជូនបងអំពូមីងទាំងអស់គ្នាហើយអញ្ចឹងឥឡូវខ្ញុំសូមប្រាប់ពីប្រូម៉ូសិនហ្នឹងគឺពួកខ្ញុំមានផ្ដល់ជូនប្រូម៉ូសិន 50% ទៅកាន់បន្ទប់ក្រេ1ក្រេ2ទាំងប្រភេទក្រេដុំហើយបងទាំងអស់គ្នាអាចមើលបាននេះគឺជាការប្រូម៉ូសិន 50% off Halloween Day ទាំងបងដឹងថាមួយថ្ងៃហ្នឹងដល់ថ្ងៃបុណ្យ Halloween ហើយមកចាំយូរអីថ្ងៃ31ហ្នឹងឯងហើយថ្ងៃទី21 10ថ្ងៃទៀតបងហើយឥឡូវហ្នឹងយើងមាន discount 50% សម្រាប់បងទាំងអស់គ្នាដែលមានគម្រោងចង់មកលេងនៅខេត្តសៀមរាបផ្ទាល់ចឹងឱកាសហ្នឹងល្អមែនតើបងបកកក់ចំឱកាសហ្នឹងគឺទទួលបានតម្លៃ 50% discount ហ្មងហើយយើងមានការផ្ដល់ជូនថាបើចាំភ័យខ្លាចថាមកបន្ទប់គឺទទួលបានតែកសែមួយថ្នាំដុសធ្មេញមួយឬក៏ក្រោះសសក់មួយអីទេបងគឺក្នុងមួយបន្ទប់យើងមានតម្រូវកសែង2ដែលបងអាចចេញបានគ្នា2នាក់យើងមានជាទូដែលឲ្យបងអាចមើលបានក៏ដល់ការអបសុកបងអត់ចង់លេងទូរស័ព្ទច្រើនអីអញ្ចឹងអាចមើលទូបានហើយនេះគឺជាកាហ្វេហើយនឹងទឹកមានទាំងម៉ាស៊ីនភ្លុំសក់ហើយនឹងឆ្នាំងដាំទឹកដែរហើយកាហ្វេនៅលើតុមានទាំងតែមានទាំងស្ករហើយនឹងកាហ្វេហ្នឹងគឺ free សម្រាប់បងទាំងអស់គ្នាដែលមកស្នាក់នៅទីនោះផ្ទាល់ហ្មងតែខ្ញុំអត់ដឹងថាគេហៅអីគេទេហើយស្និទ្ធសុទ្ធសក់ក៏មានដែរមកចាំឧទាហរណ៍ថាពេលខ្ញុំនិយាយទៅចាក់ស្ដាយខ្ញុំហ្មងពេលទៅក្រៅទៅណាអញ្ចឹងខ្ញុំភ្លេចជាងគេហ្មងភ្លេចក្រាស់សុទ្ធសក់ហើយនឹងច្រាស់ដល់ថ្មីហ្មងគឺអាពេលហ្នឹងពិបាកហ្មងបើសិនតែទៅតាមទីជនបទអីទៀតវាពិបាកនឹងរោថ្នាំដល់ថ្មីអីចឹងខ្ញុំខ្លួនមកដល់គេហ្មងនិយាយទៅនៅកន្លែងនេះគឺទឹកគូដល់បងប្អូនសំបីតែរឿងតិចតួចហ្មងហើយនេះកន្លែងអង្គុយបោះខាងបងប្អូនគឺដេក័រឈើហ្មងអត់មានជីជ័រអីខ្លាចអីហើយអង្គុយបានបងមិនភ័យថាបាក់ឬក៏អីទេបងឃើញក្តៅអត់ពេលព្រឹកអីអញ្ចឹងឬក៏ពេលថ្ងៃត្រង់ស្មានអញ្ចឹងថ្ងៃវាជះមកខ្លាំងក្តៅហ្មងអញ្ចឹងខាងប្អូនមានជាកសែងដែលថាគិតគោដល់សុំតើមិនជាកសែងជាវាំងនងដែលគិតគោដល់បងហ្មងវាមាន2ជាន់ឃើញក្តៅអញ្ចឹងបងបិទមកគឺវាមលុបចិត្តឆឹងហ្មងកន្លែងផ្សេងអញ្ចឹងវាអត់ត្រជាក់អីបងមិនបារម្ភអីបើសិនថាបងគេជាប្រភេទម៉ាស៊ីនត្រជាក់មួយហើយអត់ត្រជាក់ទេគឺបងថែមជូនកង្ហារមួយទៀតឲ្យបងគ្រប់បន្ទប់ហ្មងបងប្អូនអាចមើលចុងវិញបានគឺមានលក្ខណៈជាបែបខ្មែរហ្មងហើយរូបថតនេះក៏ជាប្រាសាទរបស់ខ្មែរដែរតុបក្រេមួយទៀតគឺនៅជាន់តែទាំងក្រេ1ហើយនិងក្រេ2អូនសូមបិទទ្វារបន្តិចសិនហើយនេះគឺជាផ្លូវដើររបស់យើងអត់មានភាពឆ្អៀតឬក៏បងយកជាវ៉ាលីអីមកច្រើនខ្លាចស្ទះផ្លូវគេអីអត់មានស្ទះផ្លូវតែគឺកន្លែងធំហ្មងហើយចរាយើងក៏ធំដែរមកចាំភ័យថាចង្អៀត
ឥឡូវយើងមកមើលបន្ទប់ក្រេមួយទាំងអស់គ្នាឥឡូវបន្តមកកាន់ការ discount របស់យើងបន្តទៀតគឺមិញបងបាននិយាយថាបន្ទប់ក្រេ2មាន discount 50%សូមបងអូនត្រឡប់មកកាន់ក្រេមួយវិញគឺមានការ discount 50% ដូចគ្នាសម្រាប់ថ្ងៃទី31រហូតបន្តទៅដល់បុណ្យអុំទូកបងហើយគេធ្វើបុណ្យនឹងនៅ Pub Street ហ្មងបងហើយដល់ពីហ្នឹងអត់ចំណាយពេលឆ្ងាយអញ្ចឹងបងនាំមកមើលបន្ទប់ដែលថាមាន veranda វិញគឺបន្ទប់ហ្នឹងបន្ទប់ក្រេមួយហើយមាន veranda ស្រាប់បងលឺសលេងខ្លាំងឡានខ្លាំងម៉ូតូអីតែគឺកញ្ចក់ហ្នឹងការពារបានល្អមែនតើហើយនេះគឺជាភូលហើយទឹកបោះខាងប្អូនដែលនៅខាងមុខនេះគឺជាជ្រៅដែលថាក្មេងៗអាចលេងបានហើយខាងក្រោយនោះរៀងឆ្ងាយតិចកន្លែងហ្នឹងរៀងជ្រៅបន្តិចស្រឹមជាដែលនៅប្រទេសក្រៅឬក៏បងដែលមានសមាជិកជាជនបរទេសអីហ្នឹងគាត់គឺចូលចិត្តគេងបែប relax នៅហាលថ្ងៃអញ្ចឹងព្រោះគាត់ចង់បានស្បែករាងស្បែកបានបុណ្យ Halloween ហ្នឹងគឺគេធ្វើនៅ Pub Street អញ្ចឹងបងអូនសូមបង្ហាញទីតាំងនៅ Pub Street ដែលមានកន្លែងនៅកន្លែងនោះហើយបងដើរប្រហែលជា5នាទីហើយពេលជិះម៉ូតូប្រហែលជាអត់ដល់5នាទីតែ3ឬក៏4នាទីអីជិះដល់មកហើយបងដែលថាខ្វល់ខាងនៅនឹងចិត្ត Pub Street ហ្នឹងកន្លែងញ៉ាំស្រាឬក៏កន្លែងគេរំលែងសប្បាយឬក៏មានតរបស់អីញ៉ាំបងមិនភ័យត្រង់ហ្នឹងឯងគឺបងត្រូវការហាងសាឡនអីដូចបងស្រីចូលចិត្តធ្វើខ្លួនអីអញ្ចឹងចិត្តអត់តែបងអូនហ្មងដើរត4-5ឈានអីដល់ហ្មងគឺមានទាំងកន្លែងធ្វើសាឡនបងមានទាំងកន្លែងហាងកាហ្វេហើយនឹងមានកន្លែងលក់ខោអាវទៀតបងអត់ចូលចិត្តវាថាបងធ្លាប់ញ៉ាំកាហ្វេ brand ឬក៏កាហ្វេដែលថាមានជាម៉ាកជា brand អីគេគឺខាងនោះបងមានជាកន្លែងកាហ្វេដែលមានឈ្មោះថា Brown នៅចិត្តនឹងស្រាប់ហើយនឹងក្រាសាំងមិននៅចិត្ត PPT ឯងបងគឺនៅចិត្តក្រាសាំងកាលតិចដែលជាក្រាសាំង brand របស់មិន brand របស់ថៃបង brand របស់ខ្មែរហ្មងបងគឺនិយាយទៅ Brown នៅខាងនោះហើយនឹងក្រាសាំងកាលតិចនៅខាងនេះបើបងមានចម្ងល់អីអាច comment បានបងទាំងអស់គ្នាទៅមើលភូលម្ដងបងមិនបាច់ភ័យថាជាចដាដែកឬក៏ចដាឈើអីចុះទៅបាក់តែគឺរឹងមាំខ្លាំងមែនតើចង់ហាក់ចង់លោតវិចក៏បានដែរអាရှេផ្សាយផងបងបើខាងបងអត់មានចដាយន្តទេក៏ប៉ុន្តែបងអាចជួយយូរអវ៉ាន់បងឬក៏បងមានអវ៉ាន់ច្រើនអីអញ្ចឹងបងអាចជួយលើកបងបានមិនមានតែបងនេះមានបងប្រុសអីនៅខាងក្រោមដែរសួស្តីបងតាគ្នានេះគឺជាបងខាងបាឈ្មោះឡាយអូនហើយបងធ្វើការខាងបាសិនដៅផងកាសៀផងខាងរីសិបម្ដងបងនេះគឺជាបងខាងរីសិបបងឈ្មោះគេដែរបងខ្ញុំឈ្មោះវណ្ណៈមិនចង់ដឹងពីអាយុទេអាយុច្រើនពេកអត់ចង់ប្រាប់ចឹងបងនេះខ្ញុំបកសាលបងវិញបងអញ្ចឹងនៅពេលដែលបងចតឡានចតម៉ូតូហើយបងចុះមកគឺជួបគាត់មុនគេហ្មងគឺគាត់ខាងរីសិបមានសេវាកម្មរហ័សរហួនហ្មងអាចជួយលើកបាលីបងបានច្រើនខ្ញុំនឹងរងចាំអ្នកទាំងអស់គ្នានៅថ្ងៃ Halloween ហើយនឹងថ្ងៃបុណ្យអុំទូកខ្ញុំនឹងរងចាំទទួលហើយនឹងទូក Dracula ខ្ញុំនឹង activity
ការតែងខ្លួនត្រាកន្លាទុកឲ្យខាងនេះតែង បងឯអៀនមែនចឹងខ្ញុំនាំបងតាខ្ញុំមកមើលភូលខ្ញុំហ្មងមិញសុំតូនបន្តិចលេងសើចខ្លាំងបន្តិចហើយនេះភូលរបស់យើងគឺមិញបងបានមិញបងតាគ្នាបានមើលពីលើហើយថាភូលយើងមានស្អាតប៉ុណ្ណាអីចឹងបងឥឡូវបងអូនប្រាប់ពីជំរឿបងតាគ្នាគឺពីប្រវែងនេះប្រវែងនេះអាចក្មេងៗលេងបានព្រោះអីទឹករៀងរាក់ដែរហើយឆុងមកកដាលបន្តិចវារៀងជ្រៅគួរសមហើយនៅត្រង់កន្លែងនេះគឺជ្រៅ1.5 ម៉ែត្រដែរបងបើបងមានកូនក៏មានអ៊ំពុំមិញណាដែលថាចាស់ហើយទឹកគាត់អាចមានជាចំណាប់អារម្មណ៍អីបងអាចហៅកន្លែងជ្រៅអីបានគេលេងហើយនេះគេហៅថា sunbed តែយើងអាចគេងនៅនឹងបានភាគច្រើនខ្ញុំឃើញជនជាតិគេមកគេងនៅនឹងគឺគាត់ចូលចិត្តគេងហាត់ថ្ងៃតែគាត់ហែទឹកហើយបើស្រាប់ខ្មែរយើងវិញគឺខ្លាចខ្មៅតែក៏មានបងខ្លះដែរចូលចិត្តស្បែកជាលក្ខណៈស្អែមដែរហើយបងបានហៅថានៅក្នុងបន្ទប់គឺមានតែកសែងពីរឯងអញ្ចឹងនៅបងអាចនឹងគិតថាកសែងហ្នឹងគឺយើងពេលយើងមកងុយទឹកអញ្ចឹងយើងត្រូវយកកសែងហ្នឹងមកហើយពេលអញ្ចឹងទៅវាមិនត្រូវសើមអស់អញ្ចឹងបងមិនភ័យទេគឺពេលមកលេងភូលគឺមានកសែងឲ្យបងមួយទៀតនៅកន្លែងភូលហ្នឹងហ្មងគឺកសែងនេះយើងទុកផ្លាស់ប្ដូរនៅពេលដែលថាហើយអញ្ចឹងមិនបាច់ចាំប្រឡាក់កសែងនៅខាងក្នុងឬក៏ផ្លេចយកមកអីចឹងគឺមាននៅនឹងស្រាប់ហ្មងបងគឺខ្ញុំឥឡូវយើងមកមើលនៅកន្លែងផ្សេងទៀតហើយនេះកន្លែងទីធ្លាយើងសម្រាប់ញ៉ាំអាហារពេលព្រឹកពេលថ្ងៃនិងពេលល្ងាចគឺទីធ្លាធំអាចញ៉ាំបានគ្នាច្រើនបងឃើញប៉ុណ្ណឹងឯងថាអូគ្នាខ្ញុំមកឡើង50 60 70នាក់មានកន្លែងណាអង្គុយបាច់ភ័យឯងបងគឺបងចង់មកគ្នា80នាក់100នាក់អីក៏នៅតែខាងបងមានកន្លែងអង្គុយដែរបងហើយនេះកន្លែងបុកប៊ីយ៉ាកន្លែងបុកប៊ីយ៉ាកន្លែងហ្នឹងឬក៏ហៅអង់គ្លេសថាជា snorkel កន្លែងហ្នឹងគឺលេង free ហ្មងពេលបងមកគេហ្នឹងគឺលេង free ហ្មងហើយយើងមានដងច្រើនស្រាប់ឲ្យបងនិយាយទៅដងហ្នឹងលេងអត់គិតលុយទេបងហើយមានតាធ្នំមានតាស្រាលមានតាស្រាលហ្មងនិយាយទៅតាមបងចូលចិត្តហ្មងអញ្ចឹងកូនបង្ហាញបានតប៉ុណ្្នឹងទេហើយអញ្ចឹងចាំប្អូនមានជាការសង្ខេបបន្តិចទៀតឲ្យបងបានយល់ច្បាស់អញ្ចឹងចិត្តចាប់ហើយចាំបងសូមរៀបរាប់ពីកន្លែងនៅខាងបងដែលថាមាននៅថ្ងៃបន្ទាប់ហ្នឹងគឺបងមានការ discount 50% សម្រាប់បន្ទប់ក្រេ1ក្រេ2រួមទាំងប្រភេទក្រេដមដែលយើងអាចគេមក6នាក់គឺបញ្ចុះតម្លៃ 50% ទាំង3ប្រភេទក្រេហ្នឹងបងហើយយើងមានសេវាកម្មជាច្រើនទៀតមានទាំងជួកង់ជួម៉ូតូ laundry ហើយនឹងតួផ្សេងដែលបងអត់ដែលបានទៅដូចជាបងនៅខេត្តផ្សេងចឹងចង់ទៅកំពង់ភ្លុកក៏បងអូនមានរៀបចំជាតួទៅកំពង់ភ្លុកឬក៏បងអត់បានយកម៉ូតូមកអញ្ចឹងពេលឡើងមកជិះឡានមកហើយខាត់ផ្លូវស្ទាក់អញ្ចឹងបងអាចជួម៉ូតូជួកង់ខាងបងបានហើយ laundry មកបងមកអញ្ចឹងអត់អាចយកសាប៊ូឬក៏យកម៉ាស៊ីនបោកខោមកបានទេអញ្ចឹងបងរវល់ដើរលេងអីក៏អញ្ចឹងទៅបងអាចយកមកដាក់នៅខាងបងអូនបានបងអូនមានជាសេវាកម្ម laundry ហើយមានលក់ទាំងSIM card ក៏ដូចជាមានទាំងសម្បត្តិឡានក្រុងទៅកន្លែងផ្សេងដែរ
ចឹងឥឡូវហ្នឹងបងអូនប៉ុណ្ណឹងហើយសូមអរគុណសូមជម្រាបលាបងប្អូនទាំងគ្នាឲ្យមានសុខភាពល្អនិងធ្វើដំណើរទីចិត្តទីឆ្ងាយឲ្យមានសុខភាពទាំងអស់គ្នាអរគុណ